Ban thưa cả sắc xa treo chiếuហើយខ្ញុំយល់ពីអ្វីដែលជាការស្រាវជ្រាវនៅក្នុងទស្សនៈរបស់ Thomas Hobbes ដែលជាជនទស្សនវិទូរបស់អង់គ្លេសដែលគាត់បានលើកឡើងថាមនុស្សជាវងឆ្កែចចកក្នុងចំណោមមនុស្សហើយមួយទៀតខ្ញុំសិក្សាប្រៀបធៀបជាមួយនឹងទស្សនវិជ្ជារបស់សង្សារ៉ូសូដែលគាត់បានលើកឡើងអំពីកិច្ចសន្យាសង្គមរបស់ខ្ញុំវិភាគតាមការស្រាវជ្រាវហើយជាការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ខ្ញុំឃើញថា Thomas Hobbes គាត់កើតនៅឆ្នាំ1588ហើយស្លាប់នៅឆ្នាំ1679ហើយសង្សារ៉ូសូគាត់កើតនៅឆ្នាំ1712អញ្ចឹងខ្ញុំយល់ថាទស្សនៈរបស់ខ្ញុំអានទៅខ្ញុំយល់ថាទស្សនៈរបស់ Thomas Hobbes ដែលលើកឡើងថាមនុស្សជាវងឆ្កែចចកក្នុងចំណោមមនុស្សគឺជាន័យត្រង់មួយដែលលោកមើលឃើញអំពីធម្មជាតិរបស់មនុស្សឆ្លោះគ្នាឥតឈប់ឈរអញ្ចឹងតណ្ហារបស់មនុស្សឆ្លោះគ្នាចង់បានគ្រប់សពបែបយ៉ាងគឺបង្កើតឲ្យមានចំនួនធម្មជាតិបែបហ្នឹងហើយដែលនាំឲ្យ Thomas Hobbes គាត់យល់ថាមនុស្សជាវងឆ្កែចចកក្នុងចំណោមមនុស្សប៉ុន្តែក្នុងគោលបំណងគឺមនុស្សចង់បាននៅពេលដែលឆ្លោះគ្នាឥតឈប់ឈរមនុស្សចង់បានអំណាចខ្ពស់ជាងខ្លួនមួយដើម្បីស្វែងរកនៅសេចក្តីសុខរបស់មនុស្សនៅក្នុងមនុស្សអញ្ចឹងនៅក្នុងន័យរបស់ Thomas Hobbes គឺមនុស្សចង់បានអំណាចខ្ពស់ជាងខ្លួនគឺចង់សំដៅទៅលើរដ្ឋអញ្ចឹងបើយើងវិភាគមើលតែទស្សនៈតែមួយជ្រុងរបស់ Thomas Hobbes គឺយើងនឹងមើលឃើញថាមនុស្សជាវងឆ្កែចចកក្នុងចំណោមមនុស្សប៉ុន្តែបើសិនជាយើងមើលមួយជ្រុងទៀតថាគោលបំណងនៃការឆ្លោះគ្នាឥតឈប់របស់មនុស្សគឺចង់បានសេចក្តីសុខអញ្ចឹងដើម្បីឲ្យមានសេចក្តីសុខវាតលតែនៅក្នុងគោលគំនិតរបស់ Thomas Hobbes គឺឲ្យមានការដឹកនាំមួយគឺរដ្ឋអញ្ចឹងបើយើងមើលឃើញទស្សនៈរបស់ Thomas Hobbes តែប៉ុណ្្នឹងគឺយើងមើលឃើញតែប៉ុណ្្នឹងក៏ប៉ុន្តែខ្ញុំយល់ថាសង្សារ៉ូសូគាត់បានសិក្សាទៅលើទស្សនវិជ្ជារបស់ Thomas Hobbes ហើយគាត់ទាញចេញមួយថាមនុស្សរស់នៅក្នុងសង្គមបង្កើតបានទៅជារដ្ឋបង្កើតបានទៅជាសហគមន៍រស់នៅមានសេចក្តីសុខជាមួយគ្នាគឺតាមរយៈកិច្ចសន្យាសង្គមអញ្ចឹងអ្វីដែលខ្ញុំចង់លើកនេះគឺខ្ញុំចង់បង្ហាញថាកិច្ចសន្យាសង្គមនេះគឺវាមានបង្កប់នៅក្នុងទស្សនៈរបស់ Thomas Hobbes ហើយប៉ុន្តែមនុស្សមើលតែមួយជ្រុងអ្នកសិក្សាជំនាន់ក្រោយមើលឃើញតែមួយជ្រុងឯងមើលអត់ឃើញកិច្ចសន្យាសង្គមដែលបង្កប់នៅក្នុងទស្សនៈរបស់ Thomas Hobbes ឯងអញ្ចឹង Jean-Jacques Rousseau គាត់ជាទស្សនវិទូរបស់ប្រាំងគាត់មើលឃើញគាត់ទាញចេញមកឲ្យវាចេញទៅជាទ្រឹស្ដីមួយទៀតថាមនុស្សរស់នៅជាមួយគ្នាមានសេចក្តីសុខនៅក្នុងសង្គមគឺតាមរយៈកិច្ចសន្យាសង្គមអញ្ចឹងចំណុចនេះខ្ញុំក៏នៅចង់ឲ្យ
បង្ហាញថាបើយើងមើលឃើញមួយជ្រុងឬក៏គំនិតណាមួយវារមែងតែងតែវាមានច្រើនជ្រុងអញ្ចឹងបើយើងមើលឃើញមួយជ្រុងអ្នកផ្សេងទៀតមើលឃើញមួយជ្រុងអញ្ចឹងអ្វីមួយដែលគេបង្ហាញវាអាចបង្កប់អ្វីមួយដែលគេមិនបានបង្ហាញគេមិនបានបង្ហាញនេះគឺជាទស្សនៈពីរដែលទាញចេញពីទស្សនៈដើមរបស់ Thomas Hobbes មនុស្សជាវងឆ្កែចចកក្នុងចំណោមមនុស្សហើយទាញចេញពីទស្សនៈនេះនាំឲ្យ Jean-Jacques Rousseau គាត់យល់ឃើញថារកឃើញថាមនុស្សរស់នៅក្នុងសង្គមគឺតាមរយៈកិច្ចសន្យាសង្គមនេះគឺជាការយល់ឃើញរបស់ខ្ញុំដែលថា Jean-Jacques Rousseau គ្រាន់តែជាអ្នកសិក្សាទស្សនៈរបស់ Thomas Hobbes ហើយគាត់សិក្សាឃើញថាទស្សនៈនេះបង្កប់នៅទស្សនៈមួយទៀតគឺកិច្ចសន្យាសង្គម